Ok,សួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការប្រើប្រាស់ Gemini AI ដើម្បីឲ្យ AI ជួយ convert រូបយើងនៅក្នុងថ្ងៃ graduation day វាអាចថាថ្ងៃនោះរូបថតយើងអត់មានហើយអត់សូវស្អាតហើយមួយទៀតយើងអត់បានចូលរួមកម្មវិធីតួសញ្ញាបត្រអញ្ចឹងយើងចង់ពាក់អាវសញ្ញាបត្រអូខេអញ្ចឹងអាហ្នឹងគឺអាស្រ័យទៅលើ prompt របស់អ្នកទាំងអស់គ្នាទេអញ្ចឹងខ្ញុំចូលមក Gemini AI មកតមកខ្ញុំចូល Google Gemini អូខេតមកខ្ញុំធ្វើការ upload រូបចូលតែខ្ញុំយករូបនេះចុះអូខេខ្ញុំចុះតមកអ្នកគ្នាអាចធ្វើការ save prompt ប៉ុន្តែខ្ញុំមាន prompt ឲ្យអ្នកគ្នាអាចធ្វើការ follow តាមហ្នឹងទៅអូខេ do not change the face អូខេខ្ញុំ space កន្លែងនេះ do next sentence make the face look happy and grateful ឬក៏យើងថា make the face look smile អូខេ look happy look smile អញ្ចឹងទៅអ្នកគ្នា and happy អូខេប៉ុណ្ណឹងក៏បានអញ្ចឹងអានឹងអាស្រ័យទៅលើ prompt របស់អ្នកគ្នាទេបើសិនមកអ្នកគ្នាដាក់ prompt កាន់តែច្បាស់អញ្ចឹង Gemini នឹងពឹងធ្វើការ generate រូបយើងឲ្យរឹតតែច្បាស់ហើយតើតើនឹងសម្លៀកបំពាក់អ្នកគ្នាអាចធ្វើការមើលទៅអានេះខ្ញុំដាក់ wearing a toga with yellow holding linking អញ្ចឹងអាហ្នឹងបើសិនមកអ្នកគ្នាចង់បានពណ៌ខៀវពណ៌ខ្មៅពណ៌អីអ្នកគ្នាធ្វើការដូរកន្លែងហ្នឹងទៅហើយតើតើនឹង cap ដូចគ្នា cap ពណ៌លឿងចេះអ្នកគ្នាអាចធ្វើការដូរ cap ពណ៌ខ្មៅឬ cap ពណ៌អីទៅអញ្ចឹងកន្លែងណាវាទៅតាមសាកលវិទ្យាល័យឬសាលារៀនរបស់អ្នកគ្នាអាចធ្វើការដូរពណ៌ទៅតាមហ្នឹងហើយបើសិនអ្នកគ្នាអត់ដឹងអាហ្នឹងមានន័យថាម៉េចទេអ្នកគ្នាអាចធ្វើការ copy ហើយចូលទៅ Google Translate ទៅបើសិនមកអ្នកគ្នាអត់សូវកែអង់គ្លេសអូខេខ្ញុំក៏មិនកែបានដែរនេះគ្រាន់តែយើងសរសេរទៅតាមអ្វីដែលយើងចង់បានហើយប្រាប់ AI ធ្វើអូខេអ្នកគ្នាអញ្ចឹងអានេះគឺជារូបដែលយើងទទួលបានអូខេអញ្ចឹងរូបដែលយើងទទួលបានគឺអញ្ចេះអញ្ចឹងអ្នកគ្នាឃើញវាអាចស្អាតហើយអាចចូលជាការបានអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅមេរៀនបន្ទាប់បាយបាយ